សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើនំចេកបុកចំហុយនំចេកបុកនេះគឺជាប្រភេទនំខ្មែរយើងមួយប្រភេទដែលគេធ្វើវាចេញពីសាច់ចេកណាំវ៉ាទុំណាគេយកវាមកលាយជាមួយនឹងម្សៅអង្ករខ្សាយដោយមានបន្ថែមជាមួយនឹងសាច់ដូងកោសហើយនិងខ្ទិះដូងផងដែរសម្រាប់ការចម្អិននំចេកបុកនេះគឺគេខ្ចប់វានៅក្នុងស្លឹកចេកចំហុយបែបនេះណារសជាតិរបស់នំចេកបុកនេះគឺថាផ្អែមឈ្ងុយដែលជាក្លិនឈ្ងុយរបស់ដូងហើយនិងចេកទុំចំណែកឯសាច់នំវិញគឺថាវាមានសភាពទន់ហើយនឹងស្អិតរមួតបែបនេះណាអញ្ចឹងហើយតោះបងប្អូនដើម្បីកុំឲ្យខាតពេលយូរសូមបងប្អូនតាមដានទស្សនាពីរបៀបធ្វើហើយនិងគ្រឿងផ្សំប្រើសម្រាប់យកមកធ្វើនំចេកបុកនេះទាំងអស់គ្នាគ្រឿងផ្សំទី1ហ្នឹងមានចេកទុំចំនួន1ស្និតចេកដែលប្រើសម្រាប់យកមកធ្វើនំចេកបុកនេះគឺយើងប្រើបានតែប្រភេទចេកណាំវ៉ាបែបនេះណាហើយចេកដែលគេប្រើហ្នឹងគឺគេប្រើចេកដែលទុំល្អសម្បកវាឡើងស្ដើងណាពេលខ្លះគេក៏អាចយកចេកណាំវ៉ាដែលទុំចូលខ្លាំងសម្បកវាឡើងសក្តាមជាងនេះមកធ្វើនំចេកបុកហ្នឹងក៏បានដែរនិយាយរួមទៅគេប្រើចេកណាំវ៉ាកាន់តែទុំចូលនំដែលធ្វើចេញមកហ្នឹងកាន់តែមានសភាពទន់និងមានរសជាតិផ្អែមឈ្ងុយណាចេកទាំងអស់ហ្នឹងខ្ញុំយកវាមកបកសម្បកចេញឲ្យបានស្អាតណាហើយបន្ទាប់ពីបានបកសម្បកហើយសាច់ចេកទាំងអស់ហ្នឹងទម្ងន់របស់វា7ខាំកន្លះបងប្អូនសាច់ចេកនេះដែរបន្ទាប់ពីបានបករួចរាល់ហើយខ្ញុំចាប់ផ្ដើមយកវាមកបំបែកណាដោយខ្ញុំច្បាច់វាបែបនេះណាបងប្អូនហើយសម្រាប់ការធ្វើនំចេកបុកហ្នឹងគឺគេអត់ប្រើម៉ាស៊ីនក្លុកសម្រាប់កិនសាច់ចេកហ្នឹងទេពីព្រោះថាបើសិនបើយើងប្រើម៉ាស៊ីនក្លុកសាច់ចេកហ្នឹងវានឹងឡើងម៉ត់ពេកវាអត់សូវឆ្ងាញ់ទេពេលដែលយើងយកវាមកធ្វើនំនិយាយរួមទៅគឺយើងត្រូវច្បាច់វាបែបនេះទើបនំចេកបុកដែលយើងធ្វើចេញមកហ្នឹងវាមានសាច់ចេកដុំៗតិចតិចណាហើយនេះបងប្អូនសាច់ចេកនៅពេលដែលច្បាច់បានបែកប៉ុណ្នេះគឺវាល្មមអាចឲ្យយើងយកមកប្រើការបានហើយខ្ញុំទុកវាម្លាយសិនណាបន្ទាប់មកទៀតហ្នឹងខ្ញុំមានប្រើដូងមួយផ្លែជាប្រភេទដូងដែលត្រឡោកវាអត់ទាន់ខ្មៅបែបនេះណាដូងប៉ុណ្នេះសាច់វាគឺស្ទើរចាស់ស្ទើរខ្ចីសាច់វានៅទន់មកល្មមអាចឲ្យយើងយកមកធ្វើនំចេកបុកហ្នឹងឲ្យឆ្ងាញ់ណាហើយបើសិនជាយើងប្រើដូងចាស់ជាងនេះក៏វាអត់សូវឆ្ងាញ់ដែរបងប្អូនពីព្រោះថាសាច់ដូងវាឡើងរឹងហើយពេលដែលយើងយកវាមកធ្វើនំវាអាចរាងស្កាតិចតិចហើយផ្ទុយមកវិញបើសិនបើយើងប្រើដូងរាងខ្ចីជាងនេះក៏វាអត់សូវជាឈ្ងុយប្រហែលដែរដូងនេះគឺខ្ញុំយកវាមកកោសយកសាច់ដោយខ្ញុំកោសវាជាសរសៃបែបនេះណាបងប្អូនសម្រាប់យកវាមកលាយជាមួយនឹងសាច់ចេកដែលបានច្បាច់មុននេះណាចំពោះដូងមួយផ្លែនេះបងប្អូនខ្ញុំកោសបានសាច់របស់វាទម្ងន់ប្រហែលជា2ខាំណាឥឡូវហ្នឹងខ្ញុំយកសាច់ដូងដែលបានកោសហើយហ្នឹងមកលាយជាមួយនឹងសាច់ចេកដែលបានច្បាច់មុននេះណាបន្ទាប់មកទៀតខ្ញុំបន្ថែមស្ករសចូលចំនួន125ក្រាមអំបិលចំនួន1ស្លាបព្រាកាហ្វេខ្ទិះដូងខ្ញុំប្រើចំនួន200មីលីលីត្រហើយសម្រាប់ខ្ទិះដូងនេះបងប្អូនគួរប្រើខ្ទិះដូងដែលសុទ្ធណាទើបវាមានក្លិនឈ្ងុយល្អខ្ញុំច្របល់ល្បាយទាំងអស់ហ្នឹងឲ្យវាចូលសព្វគ្នាបានល្អសិនណាជាពិសេសស្ករហើយនិងអំបិលហ្នឹងណាគឺខ្ញុំច្របល់ឲ្យវារលាយបានល្អសព្វសិនល្បាយចេកនេះក្រោយពេលដែលលាយចូលគ្នាបានស្មើសព្វល្អហើយខ្ញុំចាប់ផ្ដើមយកវាមកលាយជាមួយនឹងម្សៅអង្ករខ្សាយសម្រាប់បរិមាណម្សៅអង្ករខ្សាយគឺខ្ញុំប្រើចំនួន2ខាំកន្លះហើយការលាយល្បាយចេកជាមួយនឹងម្សៅអង្ករខ្សាយនេះបងប្អូនគឺខ្ញុំលាយវាម្ដងបន្តិចឹងណាដើម្បីងាយស្រួលកូរកុំឲ្យម្សៅហ្នឹងវាកកដុំនៅពេលដែលយើងកូរវាមើលទៅថាម្សៅហ្នឹងវាចូលសព្វជាមួយនឹងល្បាយចេកហើយទើបយើងបន្ថែមម្សៅអង្ករចូលហ្នឹងម្ដងបន្តិចទៀតរហូតតតែថាល្បាយទាំងអស់ហ្នឹងវាឡើងស្អិតរមួតចូលគ្នាចំពោះការលាយម្សៅអង្ករខ្សាយជាមួយនឹងល្បាយចេកនេះបរិមាណម្សៅអង្ករវាអាចប្រែប្រួលតិចឬក៏ច្រើនអាស្រ័យទៅលើប្រភេទចេកដែលបងប្អូនប្រើបើសិនបើបងប្អូនប្រើចេកដែលរាងទុំចូលជាងខ្ញុំប្រើនេះសាច់ចេកនៅពេលដែលបងប្អូនច្បាច់វានឹងឡើងទន់ច្រើនវាមានជាតិទឹកច្រើនអញ្ចឹងហើយបងប្អូនត្រូវប្រើម្សៅអង្ករខ្សាយនេះរាងច្រើនជាងខ្ញុំប្រើនិយាយរួមទៅចំពោះការលាយល្បាយចេកជាមួយនឹងម្សៅអង្ករខ្សាយនេះបងប្អូនមិនចាំបាច់ចំណាំបរិមាណម្សៅអង្ករខ្សាយក៏បានដែរបងប្អូនធ្វើដូចខ្ញុំធ្វើបែបនេះមកបងប្អូនលាយម្សៅអង្ករខ្សាយចូលម្ដងបន្តិចរួចហើយបងប្អូនកូររហូតទាល់តែថាល្បាយចេកទាំងអស់ហ្នឹងវាឡើងខាប់ឡើងស្អិតជាប់វែកបែបនេះគឺយើងអាចយកវាមកប្រើការបានហើយសម្រាប់ការលាយល្បាយចេកបុកនេះគឺយើងអត់លាយឲ្យវារាវពេកទេណាបងប្អូនកាលណារាវពេកពេលដែលយើងយកវាទៅខ្ចប់នៅក្នុងស្លឹកចេកចំហុយហ្នឹងវានឹងស្អិតជាប់ស្លឹកចេកចា
ហើយនេះគឺជាស្លឹកចេកប្រើសម្រាប់យកមកខ្ចប់នំហ្នឹងណាបងប្អូនខ្ញុំប្រើចំនួន2ធាងស្លឹកចេកហ្នឹងគឺខ្ញុំលាងទឹកវាឲ្យស្អាតសិនរួចហើយទើបខ្ញុំយកវាទៅហាលថ្ងៃឲ្យបានទន់បែបនេះណាស្លឹកចេកហ្នឹងគឺយើងចាំបាច់ត្រូវទៅហាលថ្ងៃឲ្យទន់ទើបយើងយកវាមកខ្ចប់នំហ្នឹងវាអត់បែកវាអត់ធ្លាយសាច់នំចេញមកក្រៅណាហើយបន្ទាប់ពីបានហាលថ្ងៃទន់ហើយគឺខ្ញុំយកវាមកកាត់នៅផ្នែកដែលរឹងចិត្តធាងនឹងចេញបន្តិចណាបន្ទាប់ពីបានកាត់ហើយខ្ញុំចាប់ដើមហែកស្លឹកចេកហ្នឹងណាជាសន្លឹកតូចបន្តិចទំហំរបស់វាហ្នឹងប្រហែលជា18គុណនឹង25សង់ទីម៉ែត្រណាបងប្អូនសម្រាប់សន្លឹកស្លឹកចេកដែលប្រើសម្រាប់ខ្ចប់នំចេកបុកនេះហើយបងប្អូនត្រូវតែពិនិត្យមើលកុំឲ្យវាមានធ្លុះឬក៏មានរហែកដោយសារតែការខ្ចប់នំចេកបុកនេះគឺខ្ញុំប្រើសន្លឹកតែមួយស្លឹកឯងបងប្អូនហើយយើងអាចប្រើសន្លឹកស្លឹកចេកសម្រាប់តនៅកន្លែងធ្លុះឬក៏រហែកហ្នឹងឯងវាអាចធ្វើឲ្យល្បាយចេកបុកហ្នឹងវាហូរមកតាមកន្លែងដែលយើងតហ្នឹងណាហើយនេះបងប្អូនស្លឹកចេកនៅពេលដែលកាត់បានប៉ុណ្នេះគឺយើងអាចយកវាមកប្រើការបានហើយឥឡូវនេះខ្ញុំចាប់ផ្ដើមរៀបចំខ្ចប់នំចេកបុកហ្នឹងដើម្បីដាក់ចំហុយនំចេកបុកដែលខ្ញុំខ្ចប់នេះគឺរូបរាងរបស់វាមិនល្មមមិនធំពេកហើយក៏មិនតូចពេកទេណាបងប្អូននំចេកបុកមួយគឺខ្ញុំប្រើល្បាយចេកហ្នឹងប្រហែលជា2 សព្វាបាយពេញហើយសម្រាប់ទំហំរបស់នំចេកបុកនេះដែរបងប្អូនអាចខ្ចប់តូចឬក៏ធំទៅតាមទម្លាប់និងការចូលចិត្តរបស់បងប្អូនណាចំពោះការខ្ចប់នំចេកបុកនេះទៀតសោតបងប្អូនវាក៏អត់មានអីពិបាកដែរវាស្តៀងគ្នាទៅនឹងការខ្ចប់នំល្ពៅហើយនឹងនំតឡាចដែរទេដោយដំបូងឡើងគឺខ្ញុំដួសល្បាយចេកបុកហ្នឹងណាមកដាក់ឲ្យចំកដាលស្លឹកចេកហើយបន្ទាប់ពីបានដាក់ល្បាយនៅចំកដាលហើយខ្ញុំចាប់ដើមបត់ស្លឹកចេកហ្នឹងពីឆ្វេងមកស្ដាំបន្ទាប់មកទៀតខ្ញុំបត់ក្បាលស្លឹកចេកទាំងសងខាងហ្នឹងចូលគ្នាឲ្យចេញជារាង4ជ្រុងទៅវែងណាការធ្វើនំចេកបុកនេះមានវិធីម្យ៉ាងទៀតប្រសិនបើបងប្អូនអត់ចង់ប្រើស្លឹកចេកឬក៏ពេលខ្លះពិបាករកស្លឹកចេកយកមកខ្ចប់បែបនេះបងប្អូនអាចយកល្បាយចេកបុកដែលបានលាយរួចរាល់ហើយហ្នឹងដាក់ចូលទៅក្នុងថាសរួចហើយបងប្អូនយកវាទៅចំហុយឲ្យឆ្អិនណានៅពេលដែលឆ្អិនហើយបងប្អូនអាចធ្វើជាទឹកខ្ទិះដូងសម្រាប់ស្រោចពីលើនំចេកបុកដែលចំហុយឆ្អិនហ្នឹងក៏បានដែរធ្វើវិធីនោះវាងាយស្រួលហើយនឹងឆាប់រហ័សផងដែរហើយឥឡូវនេះក៏លេចមកមើលនំចេកបុកដែលខ្ញុំខ្ចប់នៅក្នុងស្លឹកចេកហ្នឹងគឺខ្ញុំបានខ្ចប់រួចរាល់ហើយបន្តមកទៀតហ្នឹងគឺខ្ញុំចាប់ដើមយកវាទៅដាក់ចំហុយសម្រាប់ការចំហុយនំចេកបុកនេះគឺខ្ញុំប្រើភ្លើងតិចមកល្មមទេរយៈពេលចំហុយនំចេកបុកនេះគឺខ្ញុំប្រើពេលជាង1ម៉ោងបងប្អូននិយាយរួមទៅគឺយើងចំហុយវារហូតតតែវាឡើងឆ្អិនល្អនេះគឺជានំចេកបុកដែលខ្ញុំចំហុយរយៈពេល1ម៉ោងឃើញថាវាឆ្អិនមកល្មមហើយចំពោះសាច់នំវិញក៏វាអត់មានធ្លាយចេញក្រៅស្លឹកចេកផងដែរនំចេកបុកនេះនៅពេលដែលចំហុយឆ្អិនភ្លាមបងប្អូនត្រូវស្រង់វាអស់ពីឆ្នាំងភ្លាមណាបងប្អូនអត់ទុកវាក្នុងឆ្នាំងទេវាអាចនឹងធ្វើឲ្យនំនោះបែកញើសសាច់នំវាឡើងសើមណាហើយនេះគឺជាសាច់នំដែលខ្ញុំទុកឲ្យវាចុះត្រជាក់នៅអ៊ុនៗបន្តិចឃើញថាសាច់នំហ្នឹងវាអត់មានស្អិតជាប់ជាមួយនឹងស្លឹកចេកទេហើយសាច់នំនេះទៀតសោតឃើញថាវាស្អិតរមួតល្អណាបងប្អូនវាមិនទន់ពេកហើយវាក៏មិនរឹងពេកផងដែរតែប៉ុន្តែការធ្វើនំចេកបុកហ្នឹងគឺបានធ្វើរួចរាល់ហើយបងប្អូនខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនានិងជួបគ្នានៅវីដេអូក្រោយទៀត